អនុញ្ញាតស្វាគមន៍ប្រិមិត្តមកកាន់កម្មវិធីព័ត៌មានកន្លះជាតិរបស់ God 55 Media បាទថ្ងៃនេះនាំអារម្មណ៍ប្រិមិត្តទាំងអស់គ្នាទៅតាមដានព័ត៌មានកន្លះជាតិបាទតាក់ទងជាមួយនឹងកីឡាករ Sam Lyman ដែលបាទទិញមកពីបាទ Belgium បាទជាអ្នកចាំទីបាទរបស់បិសាចក្រហម Manchester United បាទតើសារព័ត៌មានអង់គ្លេសអ្នកចាំទីដៃថ្មីនេះត្រូវបានគេរំពឹងថានឹងជាប់ជាជំរើសទី1ជំនួសបាទ Bayern ក្នុងជំនួបទល់នឹង Sunderland ល្មមដល់ពេលហើយកើតឬមិនកើតចាំមើលថាតើចាប់ឱកាសនេះបានឬអត់ Sam Lyman ដែលផ្ទេរមកបិសាចក្រហម Manchester United នៅក្នុងតម្លៃខ្លួន21លានផោនសង្ឃឹមថានឹងអាចបង្ហាញខ្លួននៅចុងសប្តាហ៍នេះជួបជាមួយនឹង Sunderland ស្របពេលដែលបាទ Manchester United ធ្វើឲ្យបានល្អទេ5-1ប្រកួតកន្លងទៅមានតែ7ពិន្ទុតែប៉ុណ្ណោះដែលជារឿងមួយដែលប្រិមិត្តបាទមិនសប្បាយចិត្តទេដោយគេលេង6ប្រកួតឈ្នះ2ស្មើ1និងចាញ់3ហើយកីឡាករនេះសង្ឃឹមថានឹងបង្ហាញខ្លួននៅចុងសប្តាហ៍នេះផងដែរយើងចាំមើលថាតើកីឡាករដែលគេគិតថានឹងអាចជំនួសកូត័រនៅក្នុងជំនួសជាតិ Belgium ហើយក៏ជាកីឡាករមួយរូបដែលអាចបង្ហាញខ្លួនបានល្អនៅ Manchester United នឹងអាចបានបង្ហាញខ្លួនបានឬអត់ខ្ញុំបាននឹងអាប់ដេតព័ត៌មានជូនប្រិមិត្តនាពេលក្រោយគណៈពេលនេះព័ត៌មានកន្លះជាតិរបស់ God 55 Media ក៏ឈានចូលដល់ទីបញ្ចប់ខ្ញុំបាទសូមអរគុណបាទសូមជម្រាបលា